mơ nghiមនុស្សស្រីពីរចំណុចទី1គឺចិត្តងាយទី2គឺស្រីឃ្លានលុយចិត្តងាយគឺថាគេចង់បានអីបានហ្នឹងគេបបួលទៅឬក៏រឿងលើក្រែខ្លួនប្រាណចិត្តងាយដែលគ្រាន់តែពាក្យថាចិត្តងាយគ្រាន់តែគេដឹងតែចិត្តងាយភ្លាមគេវាតម្លៃមិនត្រឹមតែការវាតម្លៃងាយជាមួយខ្លួនទេអាចនឹងវាតម្លៃថាមិនដឹងថាងាយមកពីណាពីណីទៀតទោះពិតឬក៏មិនពិតក៏ដោយតែមនុស្សត្រូវតែដឹងកន្លែងហ្នឹងហើយប្រឹកព្រៀងប្រានកុំឲ្យគេមើលងាយមើលស្រាលឲ្យសោះហើយបើសិនជាគូស្នេហ៍វិញហ៎តែហេតុអីបានជាគូស្នេហ៍ហ្នឹងប្រុសហ្នឹងក្ររៀបការចេះសុំពជាពេលរហូតដោយសារបានប្រាណហើយបើមិនចង់ឲ្យពជាពេលកុំចាំក្រោយការណាទី2ការស្រីឃ្លានលុយបើគេដឹងថាមនុស្សស្រីហ្នឹងស្រីឃ្លានលុយល្មមលុយគិតតែពីលុយមុខលុយក៏គេមើលស្រាលមើលងាយដែរគេគិតថាអត់មានសេចក្តីថ្លៃថ្នូរហើយគេគិតផ្ដេសផ្ដាស់ទាំងការធ្វើរឿងមិនសមរម្យដើម្បីលុយទាំងការស្អីដើម្បីលុយណាហ៊ានសំហ៊ានខ្ចីហ៊ានបោកហ៊ានកាប់កេងនិងហ៊ានលក់របស់របរព្រមទាំងលក់គេម៉ែដើម្បីលុយចំណុចពីរហ្នឹងត្រូវប្រឹកព្រៀងដាច់ខាតតែម្ដងយើងរកលុយដោយភាពថ្លៃថ្នូររបស់យើងដោយភាពម៉ឺងម៉ាត់ដោយភាពត្រឹមត្រូវរបស់យើងកុំងាយក្នុងការហាមាត់ខ្ចីបុលកុំចិត្តតូចតូនឬក៏កុំដោយសារតែលុយហ្នឹងមើលទៅធ្វើអីក៏ហ៊ានធ្វើចឹងជាចំណុចខ្សោយដែលនារីគ្រប់រូបគួរតែដឹងបាទមនុស្សប្រុសមើលងាយមនុស្សស្រី